រៀបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូននៅមុខម្ហូបមួយមុខទៀតហើយស្លម្ជូរគ្រឿងត្រីក្រាញ់ជាមួយនឹងស្លឹកអំពិលក្នុងមុខម្ហូបមួយមុខនេះដែរនាងខ្ញុំមានត្រីក្រាញ់ចំនួន2ហើយនាងខ្ញុំលាងសម្អាតវាស្អាតហើយគឺខ្ញុំកាត់ជាកង់អញ្ចេះហើយដាក់ក្នុងធុងឆ្នាំងជាបន្តមកទៀតហ្នឹងគឺខ្ញុំមានប្រហុកថៃទូដែលនាងខ្ញុំកិនឬវាឲ្យម៉ត់ហើយហ្នឹងដាក់ចំនួនប្រហែលជាមួយស្លាបព្រាបាយកូរច្របល់ជាមួយនឹងត្រីក្រាញ់ដែលនាងខ្ញុំបានធ្វើស្អាតដាក់ក្នុងឆ្នាំងបែបនេះជាបន្តមកទៀតនាងខ្ញុំបន្ថែមនៅប៊ីចេងចំនួនកន្លះចុងស្លាបព្រាបាយហើយខ្ញុំប្រើគ្រឿងដែលនាងខ្ញុំបុកហើយគ្រឿងមានរមៀតមានរំដេងមានខ្ទឹមសហើយនិងខ្ទឹមក្រហមចំណែកឯគ្រឿងនេះវិញគឺជាគ្រឿងដែលនាងនឹងកុលសក្រីនាងខ្ញុំប្រើវាដោយខ្លួនឯងឬក៏កិនវាដោយខ្លួនឯងខ្ញុំអត់ទិញគ្រឿងមកពិសាទេខ្លាចគេមានបន្ថែមឬក៏រក្សាទុកឲ្យបានយូរអីចឹងអញ្ចឹងខ្ញុំប្រើគ្រឿងរបស់ខ្លួនខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំកិនដោយខ្លួនឯងជាបន្តមកទៀតគឺយើងចាប់ផ្ដើមកូរច្របល់ត្រីជាមួយនឹងគ្រឿងដែលយើងបុកនិងប្រហុកហ្នឹងឲ្យវាចូលសព្វល្អកូរចុះកូរឡើងបែបនេះធ្វើយ៉ាងណាឲ្យត្រីនិងគ្រឿងវាបានចូលសព្វល្អទៅយើងយកស្លម្ជូរគ្រឿងទៅវាមានរសជាតិឈ្ងុយឆ្ងាញ់ចាបន្ទាប់ពីនេះខ្ញុំចូលកូរគ្រឿងជាមួយនឹងត្រីបានចូលរសជាតិល្អហើយគឺនាងខ្ញុំចាប់ផ្ដើមបន្ថែមនៅស្ករក្រហមបន្តិចចាសូមបញ្ជាក់បន្ថែមសម្រាប់ការស្លម្ជូរគ្រឿងគឺយើងប្រើស្ករតែបន្តិចទេបើអ្នកខ្លះទៀតគឺឬក៏ម្ដាយរបស់នាងខ្ញុំមិនប្រើតែម្ដងតែចំណែកនាងខ្ញុំប្រើស្ករក្រហមបន្តិចដើម្បីបន្ថែមនៅរសជាតិហើយបន្តមកទៀតខ្ញុំប្រើទឹកស្អាតប្រហែលជាមួយវែកបាយឬទៅ2វែកបាយឬដាក់បន្តិចដើម្បីឲ្យវាចូលគ្រឿងចូលជាតិជាមួយនឹងត្រីកូរច្បល់ចុះច្បល់ឡើងទើបយើងដាក់រងាស់វាទៅជាការស្រេចចាតើតឹងជាមួយនឹងដាក់ទឹកស្អាតនេះយើងអត់ដាក់ច្រើនទេដោយសារយើងស្លម្ជូរគ្រឿងជាមួយត្រីអញ្ចឹងត្រីឆាប់ផុយទេយើងដាក់មកល្មមដូចដែលខ្ញុំបង្ហាញហ្នឹងណាបន្តិចអញ្ចឹងទៅដើម្បីឲ្យត្រីហ្នឹងរងាស់ទៅវាផុយដល់វគ្គនេះត្រីខ្ញុំរងាស់ទៅចាប់ផ្ដើមរៀងផុយបន្តិចផងដែរហើយវាពុះវាផុយត្រីក៏នាងខ្ញុំចាប់ផ្ដើមប្រែឬក៏កូរវាចុះឡើងដើម្បីឲ្យវាឆ្អិនសព្វល្អហើយក៏នាងខ្ញុំចាប់ផ្ដើមបន្ថែមនៅទឹកស្អាតឡើយនេះគឺយើងបន្ថែមមកល្មមនៅពេលដែលយើងឧទាហរណ៍ថាត្រីយើងប្រហែលជាមួយចានទីគេថែមទឹកស្អាតយើងហ្នឹងឬក៏ទឹកសម្លយើងប្រហែលមួយចានឬមួយចានជាងអីបានហើយចាចំណែកឯការស្លម្ជូរគ្រឿងជាមួយនឹងធួយអំពិលនេះត្រីក្រាញ់នេះគឺយើងអត់សូវប្រើទឹកច្រើននេះប្រើទឹកច្រើនវាបាត់បង់នៅរសជាតិឆ្ងាញ់អញ្ចឹងយើងប្រើទឹកល្មមបានហើយពេលដែលខ្ញុំចាប់ផ្ដើមរងាស់ត្រីរបស់ខ្ញុំឲ្យវាចូលគ្រឿងហើយខ្ញុំក៏ឆ្លៀតពេលបន្តិចទៅបេះត្រួយអំពិលនៅខាងក្រោយផ្ទះរបស់ខ្ញុំដើម្បីយកមកទុកលាងសម្អាតដាក់ស្លបាទនិយាយអំពីត្រួយអំពិលបាទនាងខ្ញុំនេះវិញគឺច្រើនមែនតើគឺច្រើនណាស់ខ្ញុំមានដើមអំពិលហ្នឹងប្រហែលជា4ទៅ5ដើមទេប៉ុន្តែបេះវិលចំគឺខ្ញុំហូបអត់អស់សម្រាប់ដល់គ្រួសាររបស់ខ្ញុំប៉ុន្តែក៏មានអ៊ីខ្ញុំគាត់ត្រូវការអីចឹងគាត់សុំបេះឬក៏គាត់ឲ្យគាត់បេះបន្ថែមយកឆ្លងទៅផ្ទះគាត់ទៀតហើយបើត្រួយអំពិលនេះបើយើងបេះតែត្រួយវាអញ្ចឹងយើងអត់ឲ្យវាឡើងដើមខ្ពស់ទេអញ្ចឹងមិនខ្វះទេបេះវិលជុំហើយដើមអំពិលទូដីมันល្អដីអីมันក៏ដោយហើយក៏យើងអាចដាំវាគឺស្លឹកវាលោះដែរល្អដែរទូដីថ្មដែរអីក៏ដោយ
ឆាបន្ទាប់ពីទួយ7នាងខ្ញុំបេះចាប់ផ្ដើមចិត្តបានហើយក៏នាងខ្ញុំប្រមូលវាឬក៏រៀបចំវាយកទៅលាងទឹកឲ្យស្អាតទៅហើយនាងខ្ញុំយកវាមកទុកដាក់ស្លម្ជូរគ្រឿងរបស់នាងខ្ញុំទួយ7របស់នាងខ្ញុំគឺវាស្អាតមែនតើបែបនេះចាមួយកញ្ច្រែងតូចហើយសម្លរបស់នាងខ្ញុំក៏វាចាប់ផ្ដើមចិត្តឆ្អិនដែរអញ្ចឹងខ្ញុំចាប់ផ្ដើមបើគម្របឆ្នាំងហើយខ្ញុំដាក់នៅស្លឹកក្រូចចូលមួយចំនួនដែរស្លឹកក្រូចនេះគឺស្លឹកក្រូចសើចចា4ទៅ5សន្លឹកហើយយើងហែកវាទៅឬយើងដាក់ទាំងមូលក៏បានដែរប៉ុន្តែបើចង់ឲ្យវាឆ្កាន់ទៅឈ្ងុយយើងហែកយកឆ្អឹងខ្នងវានឹងចេញឬក៏នេះវាចេញទៅយើងដាក់ដល់ស្លឹកទៅហើយជាបន្តមកទៀតគឺយើងកូរចុះកូរឡើងហើយយើងដាក់ទៅទួយ7ទៅហើយថែមគ្រឿងផ្សេងតិចទៀតទៅបើសិនជាវាមិនតាន់ពេញចិត្តទេឬមិនតាន់ឆ្ងាញ់ទេជាការស្រេចហើយចឹងគឺនេះខ្ញុំបានបន្ថែមទួយ7ហើយទួយ7របស់ខ្ញុំហ្នឹងគឺវាមានពណ៌បៃតងខ្ចីមែនទែនហើយពីច្រើននេះខ្ញុំឆ្លចឹងខ្ញុំចូលចិត្តរៀងជូរចឹងខ្ញុំប្រើទួយ7រៀងច្រើនហើយឡើងប្អូនខ្ញុំថាតែម្ដងអូចាឆ្លមានទួយ7នៅខាងក្រោយផ្ទះហ្មងដាក់ឡើងច្រើនតែបើតាមពិតទៅមកពីនាងខ្ញុំចូលចិត្តរៀងជូររៀងខ្លាំងបន្តិចការតែឆ្ងាញ់បើគេជូរធម្មតាអាហ្នឹងខ្ញុំអត់សូវពេញចិត្តម៉ត់របស់ខ្ញុំទេប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តរៀងជូរខ្លាំងបន្តិចគេដែលថាគេជូរហ្នឹងគឺខ្ញុំល្មមហើយចានាងខ្ញុំចាប់ដើមភ្លក់ហើយ30ឡនោះវាចាប់ដើមចូលគ្រឿងហើយវាឆ្អិនហើយចឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាទៅណេកុំភ្លេចឆ្លៀតស្លម្ជូរគ្រឿងត្រីក្រាញ់ជាមួយនឹងស្លឹកអំពិលនេះញ៉ាំណាចាវាមានរសជាតិឆ្ងាញ់ហើយមិនថានៅទីកន្លែងជនបទឬក៏ទីក្រុងទេមុខម្ហូបមុខនេះតែងតែពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរយើងតែម្ដងហើយបើសម្រាប់នៅទីក្រុងទៀតរត់តែស្រួលត្រីក៏មានគេធ្វើឲ្យស្អាតទួយ7ក៏មានគ្រឿងក៏មានចឹងងាយស្រួលជាងនាងខ្ញុំទៀតតែនាងខ្ញុំសមមឆ្លបានមួយឆ្នាំងនេះត្រូវការទៅបេះទួយ7ផងត្រូវការហាន់គ្រឿងហងជិះចំណាយពេលយ៉ាងយូរបន្តិចដែរតែវាមិនអ្វីសម្រាប់នាងខ្ញុំទេនាងខ្ញុំចូលចិត្តធ្វើវាហើយវាជាអាហារថ្ងៃត្រង់មួយមុខដែលនាងខ្ញុំចូលចិត្តដែរចាសម្លរបស់នាងខ្ញុំចាប់ផ្ដើមឆ្អិនហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដួសដាក់ចានសម្រាប់អាហារថ្ងៃត្រង់របស់នាងខ្ញុំថ្ងៃនេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាសូមអរគុណហើយសូមជួយ like ហើយនិងជួយ subscribe នៅវីដេអូរបស់នាងខ្ញុំដើម្បីឲ្យនាងខ្ញុំមានឱកាសនិងមានកម្លាំងចិត្តបន្ថែមទៀតក្នុងការផលិតវីដេអូចែកជូនពុកម៉ែបងប្អូនអរគ្នាអំពីការធ្វើមុខម្ហូបមួយចំនួននៅក្នុងប្រទេសកម្ពុជាឬក៏មុខម្ហូបខ្មែរនិងមុខម្ហូបផ្សេងទៀតសូមអរគុណសូមជម្រាបលាពីនាងខ្ញុំរស្មីជូនពរសំណាងល្អសុខភាពល្អគ្រប់ក្រុមគ្រួសារពីនាងខ្ញុំរស្មីចាជួបគ្នាឱកាសក្រោយនៅវីដេអូក្រោយ